បាទសូមជម្រាបសួរអ្នកអង្គការស៊ូវិរៈអគ្គនាយកក្រុមហ៊ុនវិរៈបុនធម្ម Express ខ្ញុំបាទសយរិទ្ធីតេតងពីមជ្ឈមណ្ឌលសារព័ត៌មានដើម7សូមជម្រាបសួរអ្នកអង្គការតេតងជាមួយនឹងករណីកម្លាំងគយចម្លាក់ចុះបង្ក្រាបទីតាំងលក់ម៉ូតូកិច្ចពន្ធហើយក្នុងនោះក៏បានឃើញក្រុមហ៊ុនវិរៈបុនធម្មដែលជាក្រុមហ៊ុនដឹកជញ្ជូននោះមានការដឹកជញ្ជូនម៉ូតូដែលមានតេតងជាមួយនឹងករណីខាងលើនេះផងដែរដូច្នេះតើករណីខាងលើនេះយ៉ាងម៉េចដែរទៅសូមអ្នកអង្គការជួយបកស្រាយផងបាទទីមួយចង់ប្រាប់បងចេះយើងជាក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុករាល់ការបញ្ញើទំនិញផ្សេងពីភ្នំពេញទៅតំបន់នានាយើងអត់ដឹងថាទំនិញណាមានពន្ធឬអត់ពន្ធទេអាហ្នឹងពាក់ព័ន្ធទំនិញទូទៅមួយទៀតពាក់ព័ន្ធការផ្ញើម៉ូតូជាទូទៅរាល់ការផ្ញើម៉ូតូបើគ្រប់ម៉ូតូទាំងអស់ទាំងថ្មីទាំងចាស់គឺយើងទាមទារឲ្យមានការគ្រីដោយឡែកក្នុងរូបភាពដែលបងឃើញនេះគឺរូបភាពកាលពីមួយខែជាងមុនមួយខែកន្លះមុនដែលមានករណីភ្នាក់ងារនៅតាមតំបន់គាត់ទទួលម៉ូតូហ្នឹងជាការដែលប្រហែលរបស់ពួកគាត់អត់បានឆែកសមការគ្រីទេចឹងហើយម៉ូតូហ្នឹងបែរជាអត់មានពន្ធត្រូវបានកូនក៏ខាត់ឡានម៉ូតូ4គ្រឿងហ្នឹងក៏យើងបានដោះស្រាយជាមួយស្ថាប័នហើយឲ្យអ្នកដែលគាត់ម្ចាស់ម៉ូតូហ្នឹងមកដោះស្រាយហើយបានបង់ពន្ធជូនរដ្ឋឬរដ្ឋហើយនឹងរឿងហ្នឹងគឺរឿងមួយខែជាងមុនហើយក្នុងក្រុមការងារខ្ញុំគឺយើងធានា 100% មិនមានការដឹកម៉ូតូណាដែលមិនមានពន្ធទេបើសិនជាមានយើងទទួលខុសត្រូវនេះជាគោលការណ៍រួមក៏ប៉ុន្តែក្នុងករណីដែលមានការចន្លោះប្រហោងព្រោះបុគ្គលិករាប់ពាន់នាក់វាច្បាស់មិនមានការឆ្លោះឆ្លួយទេយើងកូន4 10នាក់ក៏នៅបដៅម្លោះដែរអញ្ចឹងការធ្វើផែនរបស់បុគ្គលិកអាហ្នឹងជារឿងដែលម្ចាស់ទំនិញខ្លួនឯងទទួលខុសត្រូវវាមិនមែនជាគោលបំណងធំរបស់ក្រុមហ៊ុនរមន្តាមក្នុងការទទួលរបស់ពាក់បំពន្ធទេក្នុងករណីនេះអត់មានពាក់ព័ន្ធនឹងយើងទេអាហ្នឹងយើងសូមបកស្រាយជូនបងបាទសូមអរគុណអ្នកអង្គការស៊ូវិរៈដែលបានបកស្រាយបំភ្លឺទៅលើករណីខាងលើនេះគូបញ្ជាក់ផងដែរថាក្រុមហ៊ុនវិរៈបុនធម្មគឺជាក្រុមហ៊ុនខ្មែរតែមួយគត់ដែលឈានមុខគេក្នុងប្រទេសកម្ពុជាសម្រាប់សេវាកម្មដឹកអ្នកដំណើរនិងសេវាកម្មបញ្ញើទំនិញដែលទៅដល់គ្រប់កន្លែងទាំងអស់មិនថាតំបន់កោះឬតំបន់ដាច់ស្រយាលនោះទេក្នុងនោះផងដែរក្រុមហ៊ុនវិរៈបុនធម្មមានច្រើនជាង 1000 សាខានិងភ្នាក់ងារក្រុមហ៊ុនវិរៈបុនធម្ម Logistics ដែលបានគ្របដណ្ដប់ទូទាំងប្រទេសកម្ពុជាអន្តរជាតិដូចជាថៃវៀតណាមនិងប្រទេសឡាវ